Shooting vintage car is one of my favorite thing to do នេះគឺជាពេលវេលាមួយដែលខ្ញុំបានមកទីក្រុងអ៊ីប៉ូប្រទេសម៉ាឡេស៊ីវាគឺជាទីក្រុងដែលនៅចន្លោះទីក្រុងកូឡាឡាំពូហើយនិងប៉េណាំងហើយអ្វីដែលពិសេសពីទីក្រុងនេះគឺវាមានភពឆ្ងាញ់ជាមួយតម្លៃធូរថ្លៃមិនសូវមានចរាចរណ៍កកស្ទះការស្នាក់នៅនិងការហូបចុកមានតម្លៃធូរថ្លៃជាងនៅទីក្រុងកូឡាឡាំពូទីក្រុងមួយនេះមិនសូវជាមានមនុស្សក្មេងៗរស់នៅច្រើនទេភាគច្រើនគឺជាមនុស្សវ័យចំណាស់ដែលចូលនិវត្តន៍មករស់នៅទីនេះហើយផងដែរអ៊ីប៉ូគឺជាទឹកដីកំណើតរបស់តារា Hollywood ម្នាក់គឺ Michelle Yeoh ដែលគាត់បានចាប់អាជីពនៅទីក្រុងហុងកុងហើយមួយទៀតគឺជាតារាចម្រៀង Michael Wong ដែលជាម្ចាស់បទតុងហួរអ្វីដែលខ្ញុំសរសើរពីប្រទេសម៉ាឡេស៊ីគឺគេរក្សានៅអគារចាស់ៗដែលសល់តាំងពីសម័យអាណានិគមអង់គ្លេសមិនត្រឹមតែអគារចាស់ៗទេសូម្បីតែឡានចាស់ៗក៏គេសម្បូរដែរហើយនេះគឺជាសកម្មភាពដែលខ្ញុំចូលចិត្តធ្វើគឺថត vintage car ជាមួយនឹង film កាមេរ៉ារបស់ខ្ញុំfilm ដែលខ្ញុំថតថ្ងៃនេះគឺជា Fuji Superior ISO 200 expire នៅឆ្នាំ2013មូលហេតុដែលខ្ញុំថតជាមួយនឹង expire film គឺដោយសារតែ expire film វាមានលក្ខណៈពិសេសមួយត្រង់ថាវាឲ្យ feeling បែប nostalgic look ដែលខ្ញុំគិតថាវាស័ក្តិសមជាមួយនឹង concept ថត vintage car នឹងឯងខ្ញុំជឿថាមនុស្សម្នាក់ៗតែងតែមាន style ក្នុងការថតរូបផ្សេងៗគ្នាសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្ត create រូបបែប vintage look ដែលវាធ្វើឲ្យខ្ញុំមានអារម្មណ៍ nostalgia ហើយអារម្មណ៍ទាំងនោះវាធ្វើឲ្យខ្ញុំ mix feeling ដូចថាសប្បាយបន្តិច sadបន្តិច and this is my way of creating photos